ពួកឯងមានលឺសម្លេងអីទេយើងដូចជាលឺសម្លេងសេះអញឆាប់ឡើងទៅចង្វាយច្បាស់ជាពួកគេមកតាមចាប់យើងហើយដល់ដំណាក់កាលនេះទៅហើយទោះរត់ក៏រត់មិនរួចដែរពួកឯងត្រៀមប្រយុទ្ធតែម្ដងទៅអីมันបានទេចង្វាយត្រូវតែមានជីវិតរស់ដើម្បីសងសឹកគេมันអាចចាញ់ទាំងបែបនេះបានទេនេះភ័យខ្លួនដល់ថ្នាក់រត់ចោលស្រុកទាំងយប់បែបនេះហ៎តែឯងចង់យ៉ាងម៉េចឯងចង់យកមនុស្សរបស់យើងហើយឯងសម្លាប់មនុស្សរបស់យើងហើយឥឡូវឯងមកចង់សម្លាប់យើងទៀតមែនទេសំណួរនេះយើងត្រូវសួរលោកទើបត្រូវលោកវិសតែធ្វើអ្វីផ្លេសផ្ដាស់លើគូតដឹងរបស់យើងមិនត្រឹមតែប៉ុណ្ណោះឲ្យកូនចៅមកតាមសម្លាប់ពួកយើងទៀតថាតែមើលរឿងនេះអ្នកចាប់ផ្ដើមមុនគឺជាលោកមិនមែនខ្ញុំថាម៉េចដែលនាងក្រអូបជាគូតដឹងរបស់ឯងមិនខុសទេថ្ងៃនេះពួកលោកតាណាមិនបានទាំងអស់ការជួញដូរមនុស្សគឺជាអំពើខុសច្បាប់លោកត្រូវតែប្រគល់ខ្លួនឲ្យមកយើងបើមិនចឹងទេកុំថាខ្ញុំមិនបានប្រាប់ចំណែកអ្នកដែលមិនពាក់ព័ន្ធអាចទៅបានឈឺបើគូតដឹងរបស់ឯងតែវាយ៉ាងម៉េចមកពីឯងគ្មានសមត្ថភាពទើបគូតដឹងរបស់ឯងត្រូវមកដៃចុងនាងលក់មកឲ្យយើងមើលទៅឯងក្លាហានណាស់មកតែម្នាក់ឯងទេតែហ៊ានក្អេងក្អាងយ៉ាងនេះពួកឯងសម្រាប់វាចោលទៅសម្លាប់ណែមិនក៏ពួកឯងឈរនៅត្រឹងមិនក៏មិនវាយគេអើយចាំវាយឆាប់រត់ទៅពួកខ្ញុំជាប់គាំងហើយអាចឆាប់រត់ទៅអូយលែងយើងឯងចង់ធ្វើស្អីកុំធ្វើស្អីយើងដឹងខុសហើយកម្មដែលឯងធ្វើឯងត្រូវតែទទួលឆាប់ដើរទៅលែងយើងទៅមនុស្សអាក្រក់ដូចជាលោកត្រូវតែឲ្យច្បាប់ដាក់ទោសអ្នកនាងអាហារពេលព្រឹករបស់អ្នកនាងមកស្អីក៏ស្អុយខ្លាំងម្ល៉េះអ្នកនាងកាត់អីហ្នឹងអ្នកនាងឆាប់យកចេញឲ្យអស់ទៅស្អុយណាស់យកចេញទាំងអស់ទៅអ្នកនាងចាអ្នកនាងចាអ្នកនេះចាំមែនហើយអូយអ្នកនាងកាត់អីចេះនេះជាអាហារដែលអ្នកនាងចូលចិនតើមិនកាត់ថាក្លិនស្អុយទៅកើតច្បាស់ណាស់អ្នកនាងពិតជាមានជំងឺកាពះហើយដើមមិនដើររអ៊ូមិនដើរមានរឿងស្អីនឹងអូយមិនមែនរអ៊ូទេលោកស្រីគឺកំពុងតែបារម្ភពីអ្នកនាងកុលនឹងណាកូនកុលមានរឿងអីអូយគ្មានរឿងអីទេលោកស្រីប៉ុន្តែអ្នកនាងប្រហែលជាមានជំងឺកាពះហើយលោកស្រីគ្រាន់តែខ្ញុំលើកម្ហូបនេះចូលទៅភ្លាមណាក៏ស្រាប់តែអ្នកនាងដល់ចង់ក្អួតតែម្ដងហើយវីវោហើយតិចកូនកុលមានកូនជាមួយអាចង្រៃនោះទេអូយគិតទៅទឹកមុខម្ដាយគឺបែបនេះណោះគ្រាន់តែដឹងថាកូនឈឺក៏ស្ទុះទៅភ្លាមជំរាបសួរលោកមេត្រីជួយប្រាប់អ្នកស្រីរបស់នាងផងខ្ញុំមកដល់ហើយចាសុំលោកប្រុសមេត្រីអង្គុយរងចាំក្នុងបន្ទប់នេះសិនទៅខ្ញុំយកអាហារនេះទៅទុកសិនខ្ញុំនឹងទៅជម្រាបលោកស្រីភ្លាមល្អទៅចុះតើខ្ញុំកាត់អីចេះរមុតពោះសាប់មាត់ដល់ហើយចាំមិនឆៃកូនម៉ែឮថាកូនធំក្លិនអាហារមិនបានទេអ្នកម៉ែមិនចេញអង្គុយសិនមកមួយរយៈនេះមិនដឹងជាចាំមិនទេម៉ែធំក្លិនអីក៏មិនបានចេះតែរមុលពោះអារម្មណ៍ក៏មួម៉ៅជាងមុនទៀតហើយចង់រស់នៅតែក្នុងបន្ទប់ទេច្បាស់ហើយថាកូនកុលប្រកាសជាមានកូនអ្នកម៉ែឮកូននិយាយទេអូយម៉ែឮកុលម៉ែកំពុងតែសង្ស័យអាការៈរបស់កូននេះម៉ែមានន័យថាកូនមានកូនមែនទេត្រូវហើយអត់ទេណាខ្ញុំមិនចង់មានកូនជាមួយអាមនុស្សថោកទាបនឹងទេតើកូនត្រូវធ្វើយ៉ាងម៉េចទៀតទៅឲ្យតែច្បាស់ថាមានកូនម៉ែត្រូវរកគ្រូពេទ្យឲ្យយកកូននេះចេញឈាមអាក្រក់បែបនេះម៉ែមិនចង់បានទេបើគេដឹងថាកូនមានកូនមុនពេលរៀបការគេច្បាស់ជាសាច់ចំអកឲ្យកូនមិនខានទេម៉ែកុំបារម្ភអីណាម៉ែនឹងយកលុយបិទមាត់ពេទ្យនោះឲ្យជម្រាបសួរលោកស្រីលោកមេត្រីអញ្ជើញមកដល់ហើយខ្ញុំដឹងហើយឯងទៅវិញចុះមើលយកទឹកផ្លែឈើមកទទួលគាត់ផងអ្នកណាគេនឹងអ្នកម៉ែមិនលាក់បាំងកូនទេគាត់គឺជាមនុស្សដែលម៉ែកំពុងតែជ្រើសរើសជំនួសឪពុកនាងក្អូបនឹងណាថាមិញ
នេះអ្នកម៉ែស្រឡាញ់គេតាំងពីពេលណាមិនក៏អ្នកម៉ែមិនដែលប្រាប់កូនឲ្យដឹងផងរឿងវាវែងឆ្ងាយណាស់ដឹងត្រឹមតែគាត់ជាមនុស្សល្អគាត់មិនប្រកាន់ថាម៉ែនេះជាមេម៉ាយមានកូនស្រីពេញកំមុំនោះទេម៉ែគ្រាន់តែសង្ឃឹមថាកូននឹងយល់ព្រមរឿងនេះកូនមិនថាអីទេអ្នកម៉ែឲ្យតែគាត់ល្អចំពោះម៉ែពិតប្រកបចំពោះកូនអត់មានបញ្ហាទេឃើញអ្នកម៉ែមានក្តីសុខកូនក៏មានក្តីសុខដែរបើអញ្ចឹងតោះកូនទៅស្គាល់គ្នាតិចទៅកុំឲ្យគាត់ចាំយូរណាចាំម៉ែសូមចេញលោកប្រុសពិសាទឹកផ្លែឈើសិនទៅអូអរគុណលោកស្រីនិងអ្នកនាងតូចមកដល់ឥឡូវហើយបើអញ្ចឹងខ្ញុំសូមទៅធ្វើកិច្ចការផ្ទះបាយបន្តហើយទៅចុះសូមទៅផងណាឲ្យបងចាំយូរហើយមិនអីទេប៉ុណ្ណឹងបងអាចចាំបានអាថោកទៀមគឺជាឯងអ្នកម៉ែហេតុអីក៏អ្នកម៉ែស្រឡាញ់គេគឺគេនេះហើយដែលចាប់រំលោភកូនវាថោកទៀមខ្លាំងណាស់អ្នកម៉ែថាម៉េចអាមេត្រីអាដេរឆានតើចិត្តឯងសង់ពីអីទៅហេតុអីក៏ឯងធ្វើដល់កូនស្រីយើងបែបនេះឯងដឹងថាកូនយើងវិតែនឹងបាត់បង់ជីវិតដោយសារតែទង្វើថោកទាបរបស់ឯងណែរឿងនេះបងក៏មិននឹកស្មានថានេះជាកូនរបស់អូនដែរពួកឯងទៅណាអស់ហើយឆាប់ចាប់វាភ្លាមទៅយើងនឹងធ្វើឲ្យឯងឈឺចាប់ជើងកូនរបស់យើងរាប់ម៉ឺនដងអូនសម្លាញ់កុំឲ្យគេចាប់បងអីយល់ដល់មនោសញ្ចេតនារបស់យើងកន្លងមកអូននឹកលេងឲ្យបងម្ដងទៅណាបងសុំវល់បើមិនចង់ឲ្យកូននាងឯងងាប់ទេឆាប់ឲ្យពួកគេចេញភ្លាមឯងចង់ធ្វើអីយើងឡើងយើងអាមេត្រីកុំធ្វើអីកូនយើងឲ្យសោះណាឲ្យតែឯងដោះលែងកូនស្រីយើងមិនរករឿងឯងទេយើងមិនជឿនាងទេប្តីនាងមិននាងហ៊ានដាក់ថ្នាំសម្លាប់ហើយចុះតម្រាំយើងត្រឹមតែជាសហាយរបស់នាងគិតថានាងទុកជីវិតឲ្យយើងមិនបានជាឯងយករឿងនេះមកនិយាយអាចង្រៃមិនមែនដោយសារតែឯងមកចង់រស់នៅទីនេះទេទើបឯងផ្ដាល់ច្បល់ឲ្យយើងដាក់ថ្នាំសម្រាប់ប្តីយើងរឿងគឺមកពីឯងទាំងអស់ហូហេតុពេកហើយអ្នកស្រីមិនត្រឹមតែមានសហាយក្បត់លពុករបស់ខ្ញុំថែមទាំងរួមគំនិតគ្នាសម្រាប់ពុករបស់ខ្ញុំនិងលក់ខ្ញុំឲ្យលោកសេដ្ឋីចក្រីនោះទៀតតើចិត្តអ្នកស្រីសាំងពីអីទេបើបែបនឹងវាchẳngម៉េចឮថាអ្នកមានជួយនឹកឯងគេមែនទេត្រូវហើយថ្ងៃនេះខ្ញុំនឹងមកយកអ្វីជារបស់ខ្ញុំទៅវិញខ្ញុំនឹងមិនឲ្យអ្នកស្រីរស់នៅក្នុងផ្ទះរបស់ខ្ញុំទៀតទេហើយខ្ញុំនឹងប្តឹងអ្នកស្រីពីបទសម្លាប់ពុករបស់ខ្ញុំនិងជួយដូរខ្ញុំដាច់ខាតមិនឲ្យអ្នកស្រីរួចខ្លួនពីសំណាញ់ច្បាប់ទេអើយងាប់ទៅកូនកុលចាំមិនហើយឈាមកូនកុលដឹងខ្លួនឡើងកូនកុលដឹងខ្លួនឡើងកូនកុលឯងចង់រត់ទៅណារត់មិនរួចទេមិនបានជាខ្ញុំរត់ទៅមុខមិនរួចលែងយើងទៅអាយ៉ាមិននឹកស្មានថាលោកប្តីរបស់ខ្ញុំមានភ្នែកទឹមអាចប្រើយុទ្ធសាស្ត្រខ្លាំងពូកែបែបនេះសោះអញ្ចឹងតើបានថ្ងៃដែលលោកប្តីទៅចាត់ការលោកសេដ្ឋីចក្រីលោកប្តីទៅតែម្នាក់ឯងអាចចាត់ការពួកនោះបានច្រើនអ្នកជាសំណាងរបស់ខ្ញុំណាស់ដែលមានស្វាមីល្អនិងខ្លាំងពូកែគ្រប់យ៉ាងបែបនេះយើងបានប្រើយុទ្ធសាស្ត្រធ្វើឲ្យឯងជាប់គាំងហើយឯងទៅណាក៏មិនរួចដែរឯងឆាប់និយាយអំពីការស្លាប់របស់ឪពុកក្មេកយើងភ្លាមយើងមិនបានធ្វើគឺនាងជាអ្នកធ្វើទាំងអស់នាងបានបញ្ជាឲ្យយើងទិញថ្នាំបំពុលដើម្បីបំពុលលោកសេដ្ឋីហើយក៏បង្កើតរឿងថាលោកសេដ្ឋីហក់ស្លាប់ដោយសារដាច់សរសៃឈាមមិនពិតទេគឺឯងជាអ្នកផ្ដើមរឿងនេះគឺនាងទាំងអស់នាងហ៊ានផាត់ក្បត់ប្តីឬអីថានាងមិនហ៊ានសម្លាប់លោកសេដ្ឋីហក់នោះឯងងាប់ទៅនាងឯងធ្វើឲ្យកូនស្រីរបស់យើងស្លាប់ឯងហ៊ានទម្លាក់កំហុសឲ្យយើងទៀតអត់ទេខ្ញុំមិនបានសម្លាប់មនុស្សទេឯងងាប់ទៅឯងសម្លាប់កូនយើងត្រូវតែសម្លាប់ឯងចឹងហើយកូនអត់ទេកូនរបស់យើងកូនយើងមិនទាន់ស្លាប់ទេកូនកុលចាប់ក្រោកឡើងមកកូន
កូនម៉ែឬម៉ែហើយទេកូនត្រូវហើយអ្នកម៉ែនឹងទៅតាមកូនដែរចាំម៉ែផងណាកូនរឿងត្រូវបានបញ្ចប់ហើយអូនសប្បាយចិត្តវិញបានហើយហេតុអីក៏មកឈរទីនេះតែម្នាក់ឯងអញ្ចឹងប្រពន្ធសម្លាញ់ដឹងថាបងបារម្ភទេអូនគ្រាន់តែចង់ស្រូបយកខ្យល់អាកាសបរិសុទ្ធតែប៉ុណ្ណឹងអូនថាម៉េចនេះពួកយើងមានកូនហើយហ៎ចាអូនមានហែងអរគុណអូនដែលមានកូនឲ្យបងតែប៉ុណ្ណេះយើងមានអ្នកស្នងត្រកូលហើយណែពេលកូនយើងកើតមកបើកូនប្រុសច្បាស់ជាសង្ហាដូចជាបងហើយបើកូនស្រីច្បាស់ជាស្អាតដូចជាអូនអូនសូមឲ្យកូនកាត់មកមានភ្នែកទឹកដូចជាបងអាចជួយសង្គ្រោះអ្នកដែលទន់ខ្សោយដូចជាលោកឪពុកច្បាស់ជាអញ្ចឹងហើយប្រពន្ធសម្លាញ់បងស្រឡាញ់អូនអូនក៏ស្រឡាញ់បងដែរគឺស្រឡាញ់ខ្លាំងណាស់ស្រឡាញ់អស់មួយជីវិត